bạn ngày nay nhungធ្វើវីដេអូឆ្លើយរួមតែម្ដងសម្រាប់សំណួរបងប្អូនដែលសួររឿងតាក់ទងជាមួយនឹងតម្រង Air នេះបាទសួរថារយៈពេលប្រហែលបាទប្រហែលខែប្រហែលឆ្នាំមិនយើងគួរបដូរម្ដងឬក៏យើងមើលវារបៀបម៉េចបើយើងគួរតែផ្លាស់ប្ដូរវានិយាយទៅមិនថាតែតម្រង Air ម៉ាស៊ីនឬក៏ Air ម៉ាស៊ីនត្រជាក់ទេបងប្អូនណាបាទជាធម្មតារយៈពេលត្រឹមតែ6ខែទៅ1ឆ្នាំអីបងប្អូនបដូរចេញម្ដងទៅបាទឬក៏មួយទៀតបងប្អូនអាចមើលបាទអាចមើលវាកម្រិតបាទអានេះយើងដោះវាមើលចឹងមកនេះបាទអត់ប្រហែលទេយើងដោះវាមើលចឹងទៅអ្នកខ្លះគាត់តែដោះ air អញ្ចឹងគាត់អត់ដឹងថា air នៅកន្លែងណាទេហើយដោះមើលមិនទេអញ្ចឹងណាមានន័យថាគាត់ជិះឡានគាត់អត់ដឹងសោះតែម្ដងអញ្ចឹងបងប្អូនអាចដោះមើលកន្លែងហ្នឹងដល់បើសិនជាឃើញអាហ្នឹងឡើងរៀងខ្មៅហើយបដូរបាទតាមពិតប៉ុណ្ណេះក៏គួរតែបដូរចេញនេះបងប្អូនបាទប៉ុន្តែខ្ញុំទុកជិះសិនទៅដោយសារនេះវា air sin ផង air sin របស់ជប៉ុនហើយខ្ញុំឃើញឡានបងប្អូនដោះសឹងតែ100ឡានទាំង100ឡានឡើងខ្មៅកន្លែងហ្នឹងឲ្យគាត់អត់បដូរទេកន្លែងលក់ឡានក៏ដូចគ្នាដែរខ្ញុំទៅមើលឡានឲ្យភ្ញៀវបើកមកគឺខ្មៅហើយគាត់ថាំងអាហ្នឹងនៅតែជិះបានគាត់ចង់ទុកមិនចង់ទុកឲ្យតវាលហែកតែម្ដងឬក៏វាមិនគាត់គិតថាវាខូចបាទវាខូចវាអស់គុណភាពហើយត្រង់ air នេះកាលណាតែត្រង់ air ហ្នឹងមិនល្អក៏វាធ្វើឲ្យឆាប់ខូចម៉ាស៊ីនយើងនេះណាបាទខ្ញុំបញ្ជាក់ air នេះវាគឺវាទប់ធូលីដីអញ្ចឹងកាលណាតែត្រង់ air ហ្នឹងអត់ល្អក៏វាធ្វើឲ្យស៊ីប្រេងបាតហើយនឹងឆាប់ខូចម៉ាស៊ីនយើងផងដែរអញ្ចឹងបងប្អូនបាទអាសាដោះវាផ្លុំខ្យល់បាទផ្លុំខ្យល់ឬក៏កុំទុកឲ្យវាដល់ខ្មៅពេកអាចជាតាមបងប្អូនសួរតែរយៈពេលប្រហែលគួរតែបដូរចេញអាហ្នឹងខ្ញុំពិបាកដែរបើសិនជាបងប្អូនជិះនៅក្នុងក្រុងតែ1ឆ្នាំអីទៅបាទអត់សូវមានដីហុយប៉ុន្តែបើសិនជាជិះតាមផ្លូវលំផ្លូវអីច្រើនយើងត្រឹម6ខែយើងបដូរចេញទៅបាទកុំទុកឲ្យវាដល់ខ្មៅពេកណាមួយវាមិនថ្លៃផងបងប្អូនបាទត្រឹម5រៀលអីបាទ6ខែទៅ1ឆ្នាំអីបដូរចេញទៅហើយបើក្នុងក្រុង1ឆ្នាំទៅ1ឆ្នាំជាងអីចឹងទៅណាបាទទាំងត្រង់ air ម៉ាស៊ីនត្រជាក់ក៏ដូចគ្នាដែរហើយមួយទៀតគាត់តែងតែសួររឿងទឹក Holland នេះបាទទឹក Holland ទឹកកន្លែងចាក់ទឹក Holland ហ្នឹងបាទហើយនឹងកន្លែងនេះបាទតើទឹកស្អំម៉ាស៊ីនហើយនឹងទឹកស្អំ hybrid ហ្នឹងចាក់ជាមួយគ្នាបានអត់បាទហ្នឹងគឺចាក់ជាមួយគ្នាបងប្អូនណាបាទចាក់ទឹក Holland បាទចាក់ទឹកតែមួយទេបាទទឹកថ្នាំបាទទឹកថ្នាំពណ៌ផ្កាឈូកហ្នឹងបងប្អូនអាចចាក់អាហ្នឹងនឹងអានេះគឺយើងចាក់ជាមួយគ្នាបាទចាក់ជាមួយគ្នាអត់មានផ្សេងគ្នាទេហើយសួរទៅចាក់ម៉ាក់ផ្សេងគ្នាបានអត់បានបងប្អូនអត់អីទេចាក់បានប៉ុន្តែយល់ល្អខ្ញុំរីកមិនឲ្យបើចាក់ម៉ាក់ Word ចឹងទៅចាក់ Word ទៅបាទចាក់brand Toyota ដាក់ brand Toyota សុទ្ធចឹងទៅវាល្អណាបាទវាល្អដោយសារទឹកថ្នាំជាតិថ្នាំវាដូចគ្នាចឹងទៅអញ្ចឹងអាហ្នឹងគឺយើងចាក់ដូចគ្នាបានបាទកន្លែងហ្នឹងហើយមួយទៀតគាត់សួរថាប្រេងម៉ាស៊ីនយើងប្រើប្រេងអីល្អបាទខ្ញុំបញ្ជាក់បងប្អូនតែសម្រាប់09ទៅ09គឺ 5W30 ហើយបងប្អូនប្រើ brand អីក៏បានដែរបាទឲ្យតែជាផលិតផលសុទ្ធរបស់ក្រុមហ៊ុនបាទឲ្យតែជាផលិតផលសុទ្ធកុំឲ្យតែយើងប្រើប្រេងคล้ายៗបាទប្រេងคล้ายៗมันមានប្រភពច្បាស់លាស់ណាអាហ្នឹងបានយើងវាពិបាកបាទវាពិបាកហើយណាមួយវាធ្វើឲ្យម៉ាស៊ីនយើងងាយនឹងខូចផងដែរការថែទាំប្រេងម៉ាស៊ីនល្អបាទក៏វាធ្វើឲ្យម៉ាស៊ីនឡានយើងបាទมันងាយខូចដែរមួយទៀតគាត់សួររឿងព្រុសបើលាងម៉ាស៊ីនបានអត់ហ្នឹងហើយរឿងព្រុសលាងម៉ាស៊ីនបានអត់ព្រុសលាងម៉ាស៊ីនបានបងប្អូនឃើញវីដេអូខ្ញុំហើយបាទព្រុសកាលណាតែឡានខ្ញុំកាលណាទៅលាងឡានគឺខ្ញុំឲ្យគេលាងម៉ាស៊ីនហើយបើឲ្យគេលាងម៉ាស៊ីនហើយអត់ដល់បញ្ហាទេជាធម្មតាខ្ញុំមួយខែលាង2ដងម៉ាស៊ីនខ្ញុំបាទប៉ុន្តែបើបងប្អូនខ្លាចអាចជា2ខែលាងម្ដងក៏តាមចិត្តបងប្អូនបាទឡានដែលឆ្លងគឺឆ្លងហើយបងប្អូនបាទឡានដែលមិនឆ្លងគឺមិនឆ្លងទេហើយបើសិនជាឆ្លងបងប្អូនមើលភាគច្រើនមើលកន្លែងនេះរិញបាទរិញ Mobin នេះរិញខាងក្នុងនេះនឹងមើលអារិញទាំង4ហ្នឹងទៅឲ្យតែរិញហ្នឹងគឺនៅចិត្តល្អគឺវាអត់មានឆ្លងទៅដល់បូស៊ីទេអត់មានទឹកនៅជ្រាបចូលបូស៊ីទេប៉ុន្តែខ្លាចតែរិញហ្នឹងវាងាប់បាទរិញហ្នឹងវាងាប់កស៊ូអញ្ចឹងទៅវាអាចធ្វើឲ្យទឹកចូលកន្លែងហ្នឹងវាអាចធ្វើឲ្យឆ្លងដូចអគុយយន្តអញ្ចឹងទុកអញ្ចឹងទៅហើយកន្លែងនេះក៏ដូចគ្នាដែរនេះយើងមើលទី1មើលកន្លែងបូស៊ីហ្នឹងមើលមួយទៀតមើលកន្លែង relay នេះបងប្អូនបាទ relay នេះ voice shift ហ្នឹងគឺបិទវាឲ្យចិត្តបិទវាឲ្យចិត្តហើយបើបងប្អូនខ្លាចយកថង់គ្របទៅកន្លែងហ្នឹងបាទកន្លែងនេះគឺប្រព័ន្ធភ្លើងសំខាន់របស់ព្រុសគឺងាប់ព្រុសកន្លែងហ្នឹងឯងអញ្ចឹងយើងបិទកន្លែងហ្នឹងឲ្យចិត្តទៅបាទគឺយើងលាងទៅអត់មានបញ្ហាទេបងប្អូនប៉ុន្តែឡានខ្ញុំលាងមិនដែលបិទស្អីទេបាទកន្លែងនេះផងកន្លែងបូស៊ីនេះផងហើយបើបងប្អូនចង់ឲ្យម៉ាស៊ីនស្អាតបងប្អូនសាកម្ដងទៅបាទសាកម្ដងទៅចូលជាងម្ដងបងប្អូនដឹងថាលាងបាន
និយាយលេងទេបងប្អូនបាទប៉ុន្តែបើសិនជាឡានយើងនៅស្អាតគ្រប់យ៉ាងគឺលាងអត់បញ្ហាទេបាទលាងបានធម្មតាចំពោះម៉ាស៊ីនព្រុសណាបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទខ្លីៗមានប៉ុណ្ណឹង